ហើយនាំគ្នាទៅថតគ្រប់កន្លែងទាំងអស់មិនខ្ញុំមិនដឹងទេក៏ប៉ុន្តែអូនទៅពិភាក្សាជាមួយនឹងខ្ញុំដែលជាម្ចាស់ដីនៅតាំងពីអើយមកម្លេះបាទតែដល់មានរឿងជាមួយនឹងវងវត្តស្រាប់តែនាំគ្នាមកធ្វើយ៉ាងនេះប្រយ័ត្នដល់បាទត្រូវមានការប្រុងប្រយ័ត្នចំពោះកម្មសិទ្ធិរបស់ឯកជនផងហើយដីនេះមហិត្តាកន្លះនេះអូនកំណត់កន្លែងណាខាងនេះយើងអត់យកទេប៉ុន្តែខាងក្រុមប្រជុំយើងបាទតែដីដែលបងប្អូននេះយើងបានជឿអស់តែយើងបានដាក់ណាចេះអូនត្រូវពិភាក្សាគ្នាម្ដងទៀតបាទប្រធានបរិស្ថានក៏មកបាទវប្បធម៌ក៏មកសង្គមកិច្ចក៏មកហើយខាងអីខាងបុនថាធម្មការក៏មកដែរយើងមានឯកសារទុកទាំងអស់ហើយយើងចុះហត្ថលេខាទាំងអស់គ្នាបាទហើយស្រាប់តែដល់មកក្រោយនេះខាងក្រសួងឯណាថានាំខាងក្រសួងមកឲ្យមកនិយាយហើយអត់មកនិយាយជាមួយខ្ញុំទៀតហើយសុខចិត្តនិយាយជាមួយនឹងកូនខ្ញុំអីឯណាទៅហើយនាំគ្នាទៅថតអត់និយាយជាមួយខ្ញុំដែលជាម្ចាស់នៅក្នុងកន្លែងនេះទេដីខ្ញុំ5300ការ៉េនេះណាខ្ញុំសុខចិត្តដាក់ជារបស់រដ្ឋក៏ប៉ុន្តែដល់ពេលដែលអស់លោកធ្វើយ៉ាងហ្នឹងតែខ្ញុំអន់ចិត្តអត់បាទហ្នឹងអត់អីទេលោកគ្រូចាំខ្ញុំប្រគំខ្ញុំទៅប្រធានវិញណាបាទនេះខ្ញុំគ្រាន់តែមកនេះដើម្បីបង្ហាញចំណុចថាដាក់មិនដល់ក្រសួងគាត់បានរៀបចំមកខ្ញុំឥឡូវចាំក្រសួងនិយាយជាមួយនឹងខ្ញុំវិញបានត្រូវព្រោះដីអភិបាលខេត្តបានចុះហត្ថលេខាមកមហិត្តាកន្លះនេះថាឲ្យខ្ញុំធ្វើជាទីសក្ការៈបូជាទុកជាសាធារណៈដល់ពេលបរិស្ថានមកធ្វើយ៉ាងនេះតើវាសមឬអត់លើចំណារបស់អភិបាលខេត្តឲ្យខ្ញុំផុតអាណត្តិ3ឆ្នាំសិនចាំលោកធ្វើព្រោះយើងត្រូវការចុះបញ្ជីនេះជាច្បាប់ចេះលោកគ្រូមានក្រុមប្រគល់ចំណុច GPS ហ្នឹងដើម្បីយើងស្ទៀងគ្នាណាបាទនឹងក្មួយសុំអាហ្នឹងចុះឥឡូវចេះខ្ញុំជម្រាបលោកបងខាងសូរិយោក៏មិនទាន់ចាញ់មុខមកដើម្បីកំណត់ GPS ជាមួយនឹងយើងដែរចឹងយើងនិយាយថាយ៉ាងម៉េចបរិស្ថានក៏មិនទាន់មកកំណត់ GPS ជាមួយនឹងយើងដែរតើយើងនិយាយថាយ៉ាងម៉េចស្រាប់តែលោកប្អូនមកចុះមកបោះប្រគល់តើយើងនិយាយថាយ៉ាងម៉េចមើលលោកប្អូនដែលជាធ្វើការនឹងច្បាប់យាងចុះការងារទាំងអស់មិនទាន់ព្រមព្រៀងគ្នាផងស្រាប់តែបញ្ជាកូនចៅឲ្យមកធ្វើគ្នាដឹងហើយគួរតែមេទាំងអស់គ្នាពិចារណាអំពីច្បាប់ផងយើងតាក់ទងនឹងអីតាក់ទងបរិស្ថានតាក់ទងវប្បធម៌ហើយតាក់ទងនឹងធម្មការហើយតាក់ទងនឹងអីទៀតសូរិយោហេតុអីបើយើងមិននិយាយហើយកូនចៅមកធ្វើអញ្ចឹងមកឆ្លោះគ្នានិយាយយ៉ាងអត់សមហេតុផលទេឥឡូវចេះឥឡូវឯនេះខ្ញុំមកនេះសិនចាំមើលខ្ញុំទៅវិញខ្ញុំនិយាយគាត់តាមនេះបាទអញ្ចឹងបាទត្រូវយើងលើកថ្ងៃទីខែឆ្នាំដែលយើងបានពិភាក្សាគ្នាមកថ្ងៃចុះហត្ថលេខាយើងពិភាក្សាគ្នាមកហើយឧត្តមអង្គរដ្ឋត្រីបានចុះហត្ថលេខាឲ្យរួចហើយចុះហេតុអីបានជាអស់លោកមិនធ្វើយ៉ាងហ្នឹងបើបានអីខាងសូរិយោមកនិយាយសិនមកហើយបរិស្ថាននាំគ្នាមកនិយាយតែខ្ញុំធ្វើអីប៉ះពាល់ខ្លះហើយធំហេតុអីបានជានាំគ្នាប្រជុំបាទយើងនិយាយគ្នាខ្ញុំអត់ប្រកាន់ទេលោកក៏ប៉ុន្តែមកធ្វើនៅពេលដែលធ្វើរំលោភលើសិទ្ធិរបស់ខ្ញុំណាបាទបកគលឲ្យខ្ញុំឲ្យស្រាប់តែមកធ្វើយ៉ាងនេះខ្ញុំអត់ចិត្តលោកពូក៏និយាយលោកពូចេះថាទីតាំងដែលលោកពូនេះយើងអត់បានដាក់ចូលទេខ្ញុំចង់និយាយលោកពូអញ្ចឹងណាបាទកន្លែងដែលពូនៅនេះគឺអត់មានប៉ះពាល់ទេខ្ញុំថាបានក៏ប៉ុន្តែសម្ដីរបស់លោកអូនមានប្រសាសន៍អំបញ្ញមិញថាកំណត់ក្រុមបន្ទាល់អត់ទេយើងកំណត់នេះគឺរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យហើយអញ្ចឹងយើងត្រូវធ្វើទៅតាមតែចំណុចដែលរាជរដ្ឋាភិបាលបានចេញទេណាបងឥឡូវចេះយើងអត់តនេះទេឥឡូវចេះលោកអូនបាទលោកអូនមាន GPS ទេ GPS យើងមាននៅក្នុងទូរស័ព្ទយើងចុចយក GPS ក្រសួងហ្នឹងមកដែលកំណត់ថាតើព្រំប្រទាននៅកន្លែងណាហើយបញ្ជាក់ដោយត្រួសសិនមកយើងនឹងឲ្យក្រសួងមកពិភាក្សាជាមួយនឹងយើងឲ្យទីភ្នាក់ងាររបស់គាត់មកចុះមកមិនមែនហៅក្រសួងទេទីភ្នាក់ងារដែលអាចធ្វើការបានដែលអាចសម្រេចការងារបានកុំឲ្យដល់អាពេលខ្ញុំជ្រោះគ្នាស្រាប់ដល់អីទូបរិស្ថានមកអត់ចូលឥឡូវចេះលោកពូណាខ្ញុំអរគុណពីច្រើនអញ្ចឹងចាំខ្ញុំទៅវិញខ្ញុំនិយាយពីខ្ញុំតាមនឹងទៀតណាចាំមើលមិនចាំយើងគាត់ចុះមកភាសាមួយនឹងពាក់ព័ន្ធទៀតណាអូខេអត់នឹងមកវាត្រឹមត្រូវបាទកុំឲ្យគ្នាមកធ្វើការយ៉ាងហ្នឹងអត់មានចាហើយតែចាំខ្ញុំទុកនៅកន្លែងនេះសិនខ្ញុំទៅកន្លែងផ្សេងសិនណាបាទអរគុណច្រើនពូណាអរគុណបាទមកជួយបាទ